ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញការងារជួសជុលទៅលើបញ្ហាលេចឈាមនៅផ្នែកអំពើនិងផ្នែកបូមម៉ាកតូទីកូដោយបញ្ហានេះគឺមានក្រុមការងារផ្សេងចុះមកជួសជុលដែរប៉ុន្តែនៅតែធ្វើអត់បាត់លើបញ្ហាលេចឈាមនេះទើបពួកគាត់សម្រេចហៅក្រុមជាងពួកយើងទៅឆែកបញ្ហានេះអញ្ចឹងពេលដែលយើងទៅដល់ទាំងយប់នេះគឺយើងចាប់ផ្ដើមជួសជុលបញ្ហានេះជួសគាត់តែម្ដងដោយត្រូវផ្លាស់ប្ដូរនៅរិញឬក៏រងទៅតាមការងារដែលយើងឆែកឃើញជាក់ស្ដែងអញ្ចឹងដោយដែលបងប្អូនឃើញនៅក្នុងការបង្ហាញអញ្ចឹងគឺយើងចាប់ផ្ដើមឲ្យក្រុមការងារដោះដើម្បីលាងសម្អាតនិងធ្វើការផ្ចិតជាប់ឡើងវិញហើយបងប្រុសគាត់ជឿជាក់ខ្លាំងមែនតើដោយសារតែការងាររបស់យើងចុះជួសជុលគឺយើងដាក់ក្រុមមេជាងទៅតែម្ដងមិនមែនឲ្យកូនជាងចុះធ្វើម្ដងជាពីរដងហើយនៅតែមិនបាច់ទៅលើបញ្ហាលេចឈាមនេះទេអញ្ចឹងការងារនៅពេលដែលយើងជួសជុលហើយគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងរងថ្មីហើយយើងធ្វើការបាញ់បុកតេស្តជាច្រើនដងផងដែរដើម្បីបញ្ជាក់ទៅលើ